គ្រូបច្ចុប្បន្នផ្ញើជាខ្លាំងបន្ទាប់ពីបានឃើញក្រាស់ម៉ូម៉ូដំបូងរូបរាងខ្ពស់ពាក់កៅអៅស្អាតបាតនិងមានមុខសម្រស់សង្ហាទៀតអគ្រូគិតថាពាក់នេះប្រហែលកាយតិចហើយបានម៉ូម៉ូចូលចិត្តនឹងប៉ុន្តែគឺខុសទាំងស្រុងជីជីក៏ចាប់ផ្ដើមចេញចរិតពិតមកហើយជីជីគឺជាមនុស្សកំ pl ែងស្វាហាប់ហើយចូលចិត្តលេងសើចច្រើនហើយគាត់ក៏ចូលចិត្តធ្វើកាយវិការនិងចរិតប្លែកៗដែរដែលមើលទៅដូចគ្រប់ទឹកមិនទេជីជីមកទីនេះគឺមករស់មួយពួកគេដែរគឺធ្វើឲ្យម៉ូម៉ូសញ្ញាចិត្តហើយខឹងជាខ្លាំងម៉ូម៉ូមិនយល់ព្រមទេហេតុអ្វីសុកមកឲ្យពាក់នេះមករស់នៅមួយពួកគេចឹងអគ្រូក៏ឆ្ងល់មិនបាពាក់នេះមករស់នៅមួយម៉ូម៉ូទៀតហើយរ៉ានៅពេលដែលបានឃើញមនុស្សមកថែមទៀតចឹងម៉ូម៉ូប្រមូលក្រុមបិសាចនេះឲ្យធំដើម្បីគ្រប់គ្រងពិភពលោកហើយក៏ខឹងក៏ទៅកវួយកម៉ូម៉ូយើងរួមក្រុមមួយឯងដែលសារតែមានអេលៀននិងវាបហាយើងគ្រប់ពេលហើយបើមានអន្តរាយណាកើតឡើងយើងនឹងបង្ហាញខ្លួនឲ្យខ្លាំងជាងគេហ្មងហើយក៏រត់ចេញពីផ្ទះម៉ូម៉ូរយចឹងទៅតែម៉ូម៉ូអត់ខ្វល់ទេឡាយអវររឿងជីជីហើយអគ្រូក៏សុំទៅផ្ទះមុនហើយថ្ងៃសុខសប្បាយតាមផ្លូវអគ្រូដើរដូចខ្មោចឆៅឯងអគ្រូមិនទាន់ដើរផុតផ្ទះម៉ូម៉ូផងម៉ូម៉ូក៏ស្រែកហៅអគ្រូសាជាថ្មីហើយក៏ធ្វើកាយវិការចង់ប្រាស់ឲ្យផ្លេចអ្វីមួយតែអគ្រូគឺមើលមិនយល់នោះទេម៉ូម៉ូប្រាប់ថាជួបគ្នាពេលស្អែកគឺដូរវិញគ្នានិយាយម្ដងយប់នេះដល់វិញអគ្រូហើយអគ្រូក៏និយាយទៅជីជីនៅផ្ទះម៉ូម៉ូស៊ីបាយធ្វើបង្ងើយក្រែនេះសៃកូធ្វើជាធម្មតាម៉ែអើជីជីគឺឈឺហើយនៅពេទ្យហើយវាមិនល្អនោះទេដែលជីជីនៅផ្ទះម្នាក់ឯងហើយវាចាប់សាច់ឈាមឯនឹងយើងការរឿងចឹងអីជីជីមិនទៅនៅមួយសាច់ញាតិល្អជាងប៉ុន្តែក្រែនេះសៃកូគឺមិនតំប្រាប់សាច់ការទេហើយជីជីនេះគឺប្រកាយយកចិត្តក្រែនេះសៃកូមែនតើហ្មងនេះគឺជារឿងចម្លែកណាស់ប៉ុន្តែគ្មានអ្នកគេប្រាប់នាងទៅសោះតាមម៉ូចាំអត់ការគាត់នៅក្មេងហើយជួយចិត្តប្រអាប់ម៉ូម៉ូគឺគាត់ស្ដាយក្រោយនឹងទង្វើរបស់ខ្លួនណាពីព្រោះឥឡូវគឺគាត់អាចមើលឃើញខ្មោចបានជីជីមើលឃើញខ្មោចបន្ទាប់ពីកាន់ពងមាសមែនអាហ្នឹងស្អីកំ pl ែងឆ្លើយមែនកាលនៅក្មេងក៏បានបដូរទីលំនៅទៅនៅផ្ទះមួយដែលស្ថិតនៅភ្នំយ៉ាងខ្ពស់មួយហើយគាត់ក៏ចូលចិត្តផ្ទះនឹងដែរដែលមើលទៅលយណាស់តែបន្ទាប់ពីគាត់រស់នៅផ្ទះនឹងបានយូរមកផងគាត់ក៏ចាប់ផ្ដើមសង្ស័យទៅលើផ្ទះនឹងអ្វីគ្រប់យ៉ាងនៅក្នុងផ្ទះនោះគឺវាធម្មតាប៉ុន្តែគឺគាត់មានអារម្មណ៍ហាក់ប្លែកដូចជាអ្វីមួយមិនស្រួលនោះទេជីជីក៏ប្រាប់ទៅកាន់ម៉ែឪរបស់គាត់ដែរតែម៉ែឪរបស់គាត់គឺមិនជឿនៅឡើយហើយគាត់ក៏បខំប្រាប់ខ្លួនឯងថាខ្លួនឯងបានឃើញនឹងអ្វីដែលគាត់បានឃើញនៅឡើយប៉ុន្តែអ្វីដែលគាត់បខំខ្លួនឯងថាបានឃើញនោះគឺវាដើរមករកគាត់តែម្ដងហើយវាក៏បខំជីជីឲ្យមើលមកវាហើយហេតុការណ៍នឹងក៏ចាប់ដកនៅក្នុងក្បាលគាត់រហូតដល់ឥឡូវហើយក្រោយមកម៉ែឪគាត់ក៏ចាប់ផ្ដើមឈឺហើយក្រោយមកម៉ែឪជីជីក៏ហៅគ្រូអាចារ្យខ្មោចអីហ្នឹងទាំង5នាក់មកសូត្រមន្តឬក៏បណ្ដេញពួកអមនុស្សប៉ុន្តែក្នុងចំណោម3នាក់គ្រូខ្មោចនោះពួកគេក៏បានធ្វើអតិឃាតស្លាប់ខ្លួនឯងហើយជីជីក៏ទៅរកគ្រូខ្មោចផ្សេងទៀតដែរប៉ុន្តែគ្រូខ្មោចទាំងអស់នោះក៏បដិសេធហើយក៏និយាយថាមានមនុស្សម្នាក់គត់ដែលកំចាត់បាននោះគឺក្រែនីសៃកូយ៉ាប់មែនក៏រឿងប៉ុណ្ណឹងក៏ព្រមប្រាប់ខ្ញុំដែរហើយជីជីនៅតែសុំទោសទៅកាន់ម៉ូម៉ូដែលខ្លួនឯងបានផ្អាប់ម៉ូម៉ូកាលនៅក្មេងនោះប៉ុន្តែម៉ូម៉ូក៏ថាមិនអីនោះទេហើយជីជីមិនសុំទោសទេដោយសារតែបញ្ហាខ្មោចនោះយាយខ្ញុំក៏ខ្មោចមិនដឹងស៊ីផុយប៉ុន្តែអាការងារកំចាត់ខ្មោចនៅផ្ទះជីជីហ្នឹងក្រែនីសៃកូបដិសេធគឺឲ្យការងារហ្នឹងទៅកាន់ម៉ូម៉ូវិញហើយបើម៉ូម៉ូធ្វើបានសម្រេចនោះក្រែនីសៃកូនឹងទិញឯកសណ្ឋានឲ្យម៉ូម៉ូមួយជីវិតហ្មងឆ្លងឡើងជីជីបានបដូរមករៀននៅសាលារៀនម៉ូម៉ូឈ្មោះជីនអ៊ីនជូជីប៉ុន្តែអ្នកទាំងអស់គ្នាអាចហៅខ្ញុំជីជីបានក្រោយចូលថ្នាក់នឹងភ្លាមតាក់ទាញសិស្សស្រីមកថ្នាក់នឹងហ្មងហើយឃើញថាសិស្សប្រុសពេញថ្នាក់មិនចូលចិត្តជីជីទេហើយចូលទាំងបានម៉ានទីហងជីជីក៏បានចូលទៅញ៉ាយកូនគេហ្មងបើចាញឲ្យលេខទូរស័ព្ទខ្ញុំច្បាស់ជាងាប់ជាមិនខានទេបន្ថែមពីហ្នឹងទៀតជីជីក៏ធ្វើឲ្យបេផាម៉ូម៉ូពេញចិត្តលើគាត់ទៀតហើយម៉ូម៉ូមិនតាន់រៀបរាប់ថាប៉ែនឹងណាគេផងហើយជីជីចាប់តាមប្រកាសខាងលើថារស់នៅមួយម៉ូម៉ូហើយសង្សារមួយម៉ូម៉ូទៀតម៉ូម៉ូលើចឹងទៅច្បាច់កអាជីជីហ្នឹងហ្មងម៉ូម៉ូមានអគ្គរូនេះមានមួយញ៉ៃគេផ្ទះបកាច់លេអគ្គរូនៅក្នុងថ្នាក់នេះគឺអស់អារម្មណ៍លេងហ្មងទោះបីជាជីជីគឺជាក្រាស់ការនៅក្មេងរបស់ម៉ូម៉ូក៏ដោយតែម៉ូម៉ូស្រឡាញ់ជីជីទៀតអត់បានតែស្រឡាញ់ជីជីហើយចាប់ដើមដើរលេងមួយជីជីទៀតហើយនោះម៉ូម៉ូនឹងឈប់ដើរមួយគាត់ហើយឈប់និយាយរឿងចម្លែកប្លែកៗមួយគាត់ទៀតហើយហើយអគ្គរូក៏ចាប់ផ្ដើមសម័យឃើញម៉ូម៉ូនៅជាមួយជីជីក្រោយមកម៉ោងចេញលេងអគ្គរូក៏បានទៅហាត់ប្រាណឲ្យលើកម្លាំងចិត្តថ្ងៃឲ្យខ្លាំងមកដល់ពេលដែលហាត់សុកនោះម៉ូម៉ូចេញមកពីណាទេធ្វើអគ្គរូភ្ញាក់ជាខ្លាំងក៏ហក់ចូលគុំស្មៅទៅម៉ូម៉ូមិនតញ៉ាំបាយនោះទេគឺមកញ៉ាំកុយមើអគ្គរូតែម្ដងព្រោះខ្លាចអគ្គរូធ្វើអីផ្ដេសផ្ដាសអគ្គរូប្រាប់ឲ្យថាគាត់មិនបានធ្វើផ្ដេសផ្ដាសទេលើមុននឹងឯរ៉ាមកញ៉ៃទេអគ្គរូហាត់ប្រាណហើយឲ្យបានញ៉ាំបាយទៀតខ្ញុំបញ្ចុកបានអត់អគ្គរូលើចឹងអៀនដកកហើយពេលហ្នឹងជីជីក៏បានមកដល់ហើយក៏ឃើញអគ្គរូនៅនឹងដែរមករកខ្ញុំទៅអីចាំមិនទៅរាប់អាមួយភ័ក្រដែលតែបង្កើតនៅក្នុងថ្នាក់ខ្ញុំជីជីក៏បានទិញដោះគោដែលម៉ូម៉ូជួយចិត្តយកមកឲ្យនាងដែរហើយក៏តាក់ទាញចំណាអារម្មណ៍ម៉ូម៉ូជាខ្លាំងអគ្គរូឃើញចឹងហើយក៏អន់ចិត្តក៏ដើរចេញពីម៉ូម៉ូទៅហើយសន្យាខ្លួនឯងថានឹងឈប់និយាយរកម៉ូម៉ូគឺល្អជាងហើយឈប់ទៅញ៉ៃជីវិតម៉ូម៉ូហើយស្រាប់តែពេលនោះគឺមានគំរូរាងកាយមនុស្សមួយកំពុងរត់សម្ដៅមករកអគ្គរូឲ្យស្រួលហើយខ្ញុំសុំហៅម៉ាឡាកាំងអគ្គរូឃើញចឹងក៏រត់ដែរទៅម៉ាឡាកាំងនេះគឺរត់លឿនខ្លាំងមែនទែនក៏បានរុញអគ្គរូចូលគុំស្មៅទៅហើយម៉ូម៉ូឃើញចឹងហើយក៏ត្រៀមបញ្ឈប់វាដែរប៉ុន្តែអាជីជីនឹងតប៉ែមិនតខត់ម៉ូម៉ូឯណា
ខ្នាញ់ចុយម៉ាយហើយពេលតែមកកាន់កន្លងពួកគេនោះមកក៏បានឃើញពងមាសហើយសងអាប៉ែជីជីនឹងមកអបល័យមកទេមកក៏បានប្រើធម្មពលរបស់នាងចាប់មកកាន់ហ្មងហើយមកកាន់ក៏ខ្លាំងមែនទែនក៏បានអស់ពួកគេយកទៅតែម្ដងហើយអ៊ុគ្រុនក៏រត់ទៅដែរប៉ុន្តែគឺរត់មិនទាន់នៅឡើយហើយក៏ចាប់ផ្ដើម transform តែម្ដងហើយអ៊ុគ្រុនក៏បានរត់ដេញតាមតម៉ាឡាកាំងមួយនោះហើយម៉ាឡាកាំងក៏និយាយថាទោះបីជាឯងដេញតាមមានតន់យ៉ាងណាក៏ដោយគឺយើងមិនឈប់នៅឡើយមកទៅប្រហែលជាម៉ាឡាកាំងនេះមានការងារសំខាន់ហើយទៅរត់លឿនយ៉ាងនេះជីឃើញយកខៃហ្វមរបស់អ៊ុគ្រុនអញ្ចឹងស្មា3ខ្សែមកមួយទៀតដែរហើយមកក៏បានទៅតាក់ខ្សែភ្លើងស្មាឈប់ហើយប៉ុន្តែមិនឈប់នៅឡើយក៏បានធ្វើពួកគេក៏វាត់ប៊ីត្រូវនឹងឡានបុកទៀតតែជាសំណាងគឺអ៊ុគ្រុនជួយហើយអ៊ុគ្រុនក៏បានរត់ទៅជន់ឡានគេក៏បានគប់ម៉ូទៅខាងលើដើម្បីរកម៉ាឡាកាំងមួយនោះកំណត់គោលដៅរួចមកក៏បានជីអ៊ុគ្រុនទៅហ្មងហើយជីស្មា3ខ្សែដែរទៅវាយអ៊ុគ្រុនពី3ដៃដែរមកប្រហែលគ្នាយ៉ាងទេអាប៉ែមួយប៉ែមិនតាមអញបន្ទាប់ពីចាប់ម៉ាឡាកាំងរួចពីអ្នកនេះក៏មិនអត់ប្រយោជន៍ដែរក៏បានទប់ម៉ូចាប់ទាញយកម៉ាឡាកាំងនោះប៉ុន្តែម៉ាឡាកាំងនោះគឺរឹងក្បាលមែនទែនមិនប្រឡែងនោះឡើយហើយកុំអស់ចម្រើសក៏បានពំផ្ទុះខ្លួនឯងជាបំណែកតែម្ដងមកក៏ខ្ពើមក៏ប្រឡែងដៃទៅមកវាក៏បានប្រគំរូបរាងកាយវាសាជាថ្មីហើយក៏រត់តទៅមុខទៀតទៅពួកគេក៏បានចុះទៅមើលប៉ុន្តែក៏បាត់ម៉ាឡាកាំងទៅតែមកគឺមានវិធីនាងក៏បានដំអ្វីម្យ៉ាងនៅក្នុងកម្រិតដៃនាងហើយក៏លើសលេងម៉ាឡាកាំងស្រែកហើយនាងក៏បានដំម្ដងហើយម្ដងទៀតដើម្បីឲ្យលើសលេងម៉ាឡាកាំងនោះហើយក៏បានរកឃើញវានៅកន្លែងអេតចាយមួយអ្វីដែលមកដំគឺបេះដូងវានៅពេលដែលវាបែកបំណែកវានឹងមកក៏បានចាប់បេះដូងរបស់វាហើយក៏ចាប់ច្បាច់មើលថាវាឈឺអត់តាមការគិតរបស់មកគឺឈឺមែនមកប្រាប់ទៅកាន់ម៉ាឡាកាំងនោះថាពួកយើងមិនធ្វើបាបឯងនោះទេបើឯងបង្ហាញពងមាសដែលនៅប្រឡោះជើងឯងនោះក្នុងគណៈពេលនឹងដែរក៏មានមនុស្សស្រីម្នាក់ក៏ស្រែកចេញពីកណូអេចាយនោះមកកាន់ម៉ាឡាកាំងនឹងហើយម៉ាឡាកាំងនោះក៏ស្ទុះទៅរកមនុស្សស្រីម្នាក់នោះហើយក៏កាយរកទៅឃើញគឺវាគ្រោះថ្នាក់ណាស់នៅក្នុងពិភពលោកក្រៅនេះប៉ុន្តែហេតុអ្វីតែមិនជាបងឯងហ៊ានមកយ៉ាងដោយសារតែបងស្រឡាញ់អូនតើអូនឯងអត់យល់ទេឬនៅក្នុងកែវភ្នែកបងមុនពេលដែលជួបអូនឯងគឺពិភពលោកគឺសខ្មៅតែបន្ទាប់ពីបងជួបអូនរួចពិភពលោកគឺចេញពណ៌ដែលបងមិនដែលធ្លាប់ឃើញនោះទេហើយអ៊ុគ្រុនក៏សម័យឃើញខ្លួនឯងនឹងមកជួបគ្នាដំបូងទោះបីជាម៉ាឡាកាំងស្រីនេះដេញម៉ាឡាកាំងប្រុសទៅក៏ដោយម៉ាឡាកាំងប្រុសនេះមិនទៅនោះឡើយម៉ាឡាកាំងប្រុសនេះដែលមានឈ្មោះថាថារ៉ូមិនខ្វល់នោះទេបើគេយកគាត់ទៅបោះចោលដូចម៉ាឡាកាំងស្រីនេះដែរដែលមានឈ្មោះថាហាណាពីព្រោះគាត់លងស្រឡាញ់នាងខ្លាំងណាស់បងមិនចង់ចាក់ចោលពីអូននោះទេតោះរត់មួយគ្នាដល់ពេលអញ្ចឹងខ្ញុំនឹកអង្ការរឿងឆេសមែន movie រ៉េសេនិយាយមួយដែលជីតោះរត់មួយគ្នាតោះសាច់រឿងនេះទៀតអ៊ុគ្រុនបន្ទាប់ពីលើសម្ដីស្នេហារបស់ថារ៉ូនិងហាណាគឺលើកកម្លាំងចិត្តឲ្យគាត់ខ្លាំងជាងមុនដើម្បីឲ្យយកឈ្នះជីជាដាច់ខាត